សួស្តីបងប្អូនមកជួបជាមួយខ្ញុំហើយចាំទៀតហើយតោះទៅមើលការបងប្អូនអ្នកនរគ្នាខ្ញុំមានរូនខាត់3សន្លឹកចង់ឲ្យអ្នកនរគ្នាជ្រើសរើសដើម្បីនៅក្នុងព្រឹត្តិការណ៍នៅក្នុងសប្តាហ៍ពីសប្តាហ៍ទី1ដល់សប្តាហ៍ទី2របស់យើងម្នាក់អញ្ចឹងនៅពេលដែលអ្នកនរគ្នាពេញចិត្តកាតមួយណាសូមធ្វើការអធិដ្ឋានហើយជ្រើសរើសទៅថាតើអ្វីខ្លះដែលអ្នកនរគ្នានឹងដឹងលើក្នុងសប្តាហ៍ទី1សប្តាហ៍ទី2ទាំងដំណើរជីវិតទាំងរឿងរ៉ាវស្នេហាការងារអូខេណាទៅមើលក្រុមទី1ក្រុមទី2និងក្រុមទី3អញ្ចឹងបងប្អូនអធិដ្ឋានរួចក៏ធ្វើការសម្រេចចិត្តជ្រើសរើសទៅណាហើយខ្ញុំនឹងមើលតាមនឹងឲ្យខ្ញុំមើលដូចខ្ញុំប្រាប់អញ្ចឹងគឺខ្ញុំមើលទាំងរឿងស្នេហាការងារប៉ុន្តែដោយផ្ដោតទៅលើក្រុមនីមួយៗលើកមុនខ្ញុំបានមើលហើយនៅក្នុងខែ1ខែទី1នៃឆ្នាំហ្នឹងប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងជារួមឥឡូវយើងមើលទៅបើសិនអ្នកនរគ្នាគិតថាអូកាតនេះជាការរបស់ខ្លួនឯងកាតមួយនេះជារបស់ខ្លួនឯងក៏អធិដ្ឋានឲ្យជ្រើសរើសទៅទី1ទី2និងទី3តែអញ្ចឹងយើងទៅមើលក្រុមទី1ថាមានអ្វីខ្លះជាដំបូងក្រុមទី1អ្នកដែលជ្រើសរើសកាតនេះវ៉ាវអ្នកនរគ្នា Nudis ណាកាតនេះវាដល់ពេលវេលាដែលអ្នកនរគ្នាអាចថាពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍នៅក្នុងអារម្មណ៍របស់អ្នកទាំងអស់គ្នាមួយចំនួនណាគឺដល់ពេលវេលាដែលត្រូវធ្វើការសមាធិឬក៏ធ្វើរឿងរ៉ាវអ្វីមួយកាតនេះគឺកាតសំខាន់ណាស់នៅក្នុងពាក់ព័ន្ធជាមួយបើសិនជាកាតរបស់ថារតកាតគឺវាជាមកជាខណ្ឌខាត់ណាអញ្ចឹងកាតនេះអាចថាពាក់ព័ន្ធជាមួយនឹងអ្នកមួយចំនួនអ្នកមួយចំនួនណាដែលគាត់ពាក់ព័ន្ធជាមួយនឹងតារាករធាតុភ្លើងគឺ Sagittarius អាចថាពាក់ព័ន្ធជាមួយនឹង Sagittarius ដែលទាមទារឲ្យជីវិតរបស់គាត់នឹងមានលំនឹងត្រូវជឿជាក់ត្រូវផ្ចង់ស្មារតីកុំអារម្មណ៍ឡើងចុះហើយអ្វីដែលសំខាន់គឺត្រូវអត់ធ្មត់ណាអាចថាអ្នកទាំងនេះនឹងមានរឿងអ្វីមួយចូលមកផ្លាស់ប្ដូរក្នុងជីវិតប៉ុន្តែអ្នកទាំងនេះត្រូវតែរក្សា balance ឬក៏រក្សាលំនឹងផ្លូវចិត្តហ្នឹងណាអត់បានល្អនៅក្នុងនេះគឺតារានិករធាតុភ្លើងអាចថា Sagittarius ឬក៏ Sun Rising ក្នុងនឹងចាំពេលហ្នឹងនេះគឺពាក់ព័ន្ធជាមួយនឹងការទេណាដោយសារអីដោយសារនៅក្នុងខែនេះគឺពាក់ព័ន្ធជាមួយនឹងធាតុភ្លើងណាអញ្ចឹងហើយបើសិនជាអ្នកនរគ្នាធាតុភ្លើងអារម្មណ៍ភ្លើងទៀតអញ្ចឹងវាអាចថាកាន់តែពុះបញ្ជ្រុលអញ្ចឹងកាលនេះចង់បង្ហាញថាអ្វីដែលចាំបាច់ណាអ្នកនរគ្នានៅតែបន្តធ្វើណាប៉ុន្តែអ្នកនរគ្នាត្រូវចាំថានៅក្នុងនេះមានរឿងរ៉ាវពីរដែលឲ្យអ្នកនរគ្នាត្រូវយកចិត្តទុកដាក់ណាមានទាំងរឿងវិជ្ជមាននិងរឿងអវិជ្ជមានសម្រាប់ក្រុមទី1គឺពាក់ព័ន្ធជាមួយនឹងរឿងចាំបាច់អញ្ចឹងអ្នកនរគ្នាគួរតែដកខ្លួនចេញពីរឿងរ៉ាវណាដែលធ្វើឲ្យអ្នកនរគ្នានឹងមានអារម្មណ៍ថាហត់នឿយ stress ណានិយាយរួមគឺគិតតែទៅលើរឿងណាដែលចាំបាច់ហើយនឹងសំខាន់បំផុតដែលត្រូវការពារពិសេសគឺការពារភ្លើងក្នុងចិត្តណាអ្នកនរគ្នានៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងការការពារភ្លើងក្នុងចិត្តរបស់អ្នកនរគ្នាឲ្យបានល្អណាត្រូវរក្សាលំនឹងផ្លូវចិត្តត្រូវរក្សាអារម្មណ៍ឲ្យបានល្អកុំឆេវឆាវណាអញ្ចឹងអាចថាអ្នកនរគ្នានៅពេលដែលឃើញការនេះគឺអ្វីដែលសំខាន់បំផុតគឺអ្នកនរគ្នាត្រូវតែអត់ធ្មត់ដើម្បីរស់ឬក៏ត្រូវរៀនទទួលយកការពិតប្រសិនបើមានរឿងអ្វីមួយចូលមកក្នុងជីវិតណាអញ្ចឹងអូខេតោះឥឡូវខ្ញុំទៅមើលពាក់ព័ន្ធជាមួយនឹងខ្ញុំនឹងបករូនខាតបន្តទៀតណាសម្រាប់ក្រុមទី1វ៉ាវក្រុមទី1កាលនេះឃើញថាអត់ធ្មត់អាចថាអ្នកនរគ្នាត្រូវបន្តធ្វើកិច្ចការដែលចាំបាច់ដែលត្រូវធ្វើពិសេសអ្នកនរគ្នាវាមានអារម្មណ៍រឿងរ៉ាវមួយចំនួនអ្នកនរគ្នាដូចជាខកចិត្តអារម្មណ៍ផ្លាស់ប្ដូរនឹងអ្វីមួយប៉ុន្តែអញ្ចឹងហើយទៅនៅក្នុងការនេះដែលចេញមកល្មមការពីគ្រប់នេះគឺជាប្រភេទកាតផ្សេងគ្នាណាមួយជារូនខាតមួយទៀតជាថារតកាតអញ្ចឹងសម្រាប់ក្រុមទី1អាចថាអ្នកនរគ្នាត្រូវតែផ្ដោតសំខាន់ទៅលើអញ្ចឹងហើយខ្ញុំនិយាយថានៅក្នុងការនេះវាចេញមកមិញគឺវាមានរឿងពីរដែលឲ្យអ្នកនរគ្នាយកចិត្តទុកដាក់ណាប៉ុន្តែអ្នកនរគ្នាត្រូវតែសម្រេចចិត្តទៅលើតែរឿងណាដែលចាំបាច់ទេរឿងចាំបាច់អាចថាជារឿងនេះណាខិតខំប្រឹងប្រែងធ្វើកិច្ចការដែលខ្លួនឯងកំពុងតែធ្វើឲ្យបានល្អណាដើម្បីជាប្រយោជន៍ដើម្បីជាក្
ក្តីសុខសម្រាប់ក្រុមគ្រួសារគឺពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ណារីឯរឿងមួយទៀតអាចថាមានរឿងខ្លះអ្នកនរគ្នាអត់សមបំណងអញ្ចឹងណាពេលដែលចូលមកដល់ក្នុងសប្តាហ៍ទី1សប្តាហ៍ទី2នៅក្នុងខែទី1នៃឆ្នាំថ្មីមានអារម្មណ៍ខ្លួនឯងមានរឿងជាច្រើនដែលធ្វើឲ្យហត់នឿយឬក៏វាមានរឿងខ្លះៗដែលខកចិត្តអាចថាសល់ពីអតីតកាលមកណាប៉ុន្តែអ្វីដែលអ្នកនរគ្នាចាំបាច់ផ្ដោតសំខាន់លើការនេះបានបញ្យល់អញ្ចឹងគឺអារម្មណ៍កុំឲ្យវាតូទន់ទៅតាមភ្លើងណាអញ្ចឹងសម្បីតែការនេះក៏វាបានបញ្ជាក់ណាគឺមានភ្លើងក្នុងចិត្តអ្នកនរគ្នាណាអញ្ចឹងភ្លើងដែលត្រូវការនេះអ្វីដែលចាំបាច់គឺត្រូវរក្សាភ្លើងឲ្យបានល្អណាភ្លើងខ្លះវាអាចថាធ្វើឲ្យយើងបើយើងមើលរយៈដដល់វាអាចឆាបឆេះតែភ្លើងខ្លះវាអាចថាបើយើងមើលដដល់វានឹងរក្សាកម្ដៅដែលយើងកំពុងតែដុតអ្វីមួយនឹងឲ្យក្ដៅបានឆ្អិនល្អឬក៏ងុំបានល្អអញ្ចឹងណាពិសេសគឺអាចថាសន្ទុះនៃការខិតខំប្រឹងប្រែងត្រូវបន្តធ្វើណាអ្វីដែលចាំបាច់ណាអញ្ចឹងអ្នកទាំងគ្នាអាចថាខកចិត្តរឿងរ៉ាវជាច្រើនដែលខកចិត្តប៉ុន្តែអ្វីដែលក្រុមទី1ត្រូវតែចាំណាអ្វីដែលត្រូវចាំនោះគឺនៅក្នុងនេះគឺអ្នកទាំងគ្នាត្រូវតែអភិវឌ្ឍនៅជំនាញរបស់ខ្លួនឯងណាអភិវឌ្ឍជំនាញរបស់ខ្លួនឯងទៅធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងណាអ្នកទាំងគ្នាធ្វើឲ្យធ្វើទៀតទោះបីជាកិច្ចការនឹងយ៉ាងណាក៏ដោយត្រូវតែអត់ធ្មត់ណាព្រោះអីរឿងរ៉ាវដែលល្អៗគឺរងចាំនៅដែលចេះអត់ធ្មត់និងរងចាំពេលវេលានឹងគឺបែបនឹងសម្រាប់កិច្ចការដែលត្រូវធ្វើណាវាបង្ហាញថាសម័យនៅក្នុងការនេះអញ្ចឹងគឺវាពាក់ព័ន្ធជាមួយនឹងបរិសុទ្ធវ័យក្មេងម្នាក់គាត់ខំប្រឹង10នេះគឺ10កាក់គឺលុយអញ្ចឹងកាក់នេះគឺពាក់ព័ន្ធជាមួយនឹងលេខ8ណាចម្លើយរបស់វាគឺភាពជោគជ័យពាក់ព័ន្ធជាមួយនឹងធាតុដីណាធាតុរបស់វាគឺជាធាតុដីអាចថាអ្នកនរគ្នាគឺនៅក្នុងខែនៃធាតុភ្លើងឆ្នាំនៃធាតុភ្លើងអាចថាមានធាតុដីចូលមកគឺវាអាចថាខិតខំប្រឹងប្រែងមានគ្រឹះមានចំហខ្លួនឯងណានៅក្នុងនេះដូចជាអ្នកនរគ្នានឹងកំពុងតែចិត្តចំដាប់អ្វីមួយឲ្យคล้ายទៅជានិយាយរួមគឺដាប់នៅកាក់ក្នុងមួយកាក់ឲ្យចេញជារូបរាងច្បាស់លាស់ណាអញ្ចឹងដូចជាអ្នកនរគ្នាខ្លួនឯងអញ្ចឹងប្រសិនបើជាបន្តធ្វើអ្វីមួយដែលអត់ធ្មត់ណានោះជោគជ័យនឹងមកតាមផ្លូវរបស់វាម្ដងអ្នកនរគ្នាណាអញ្ចឹងត្រូវរក្សាកំហឹងទោះបីជាអ្នកនរគ្នាមានរឿងអ្វីដែលលំបាកហត់នឿយក៏ដោយគឺត្រូវតែទប់កំហឹងឲ្យបានព្រោះកាលណាអ្នកនរគ្នាអាចធ្វើបានរឿងល្អៗវានឹងអាចកើតមានហើយអ្នកនរគ្នាអាចជៀសវាងនៅបញ្ហាឬក៏កំហុសបានដោយងាយណាអញ្ចឹងនៅក្នុងនេះគឺដូចនិយាយចឹងការនេះចឹងគឺវាដោយឲ្យយកចិត្តទុកដាក់ផ្ដោតទៅលើរឿងដែលសំខាន់នេះណាអញ្ចឹងកុំខឹងទោះហត់នឿយ stress ក៏អ្នកនរគ្នាផ្ដោតថាអ្វីដែលអ្នកអស់នេះកំធ្វើនេះគឺជានឹងខ្លាចជាលទ្ធផលដ៏ប្រសើរនៅក្នុងអនាគតណាអ្នកនរគ្នាកំពុងតែបង្កើតពន្លឺនៃអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯងណាដោយជំនាញណាអ្វីដែលនឹងមកដល់គឺវាដូចថា master class បាទថាបើជាងតងជាង10អីគឺល្អខ្លាំងអញ្ចឹងណាអញ្ចឹងរីឯការនេះវិញអញ្ចឹងវាប្រៀបដូចជាអ្នកនរគ្នាមានរឿងរ៉ាវជាច្រើនដែលធ្លាប់ខកចិត្តប៉ុន្តែអ្នកនរគ្នាបែរជាមើលរំលងអ្វីដែលមានណាអ្វីដែលខ្លួនឯងមានដូចជារូបនេះអញ្ចឹងគឺការខាប់ពីនៅខាងក្រោយណាតែអ្នកនរគ្នាបែរជាមើលរំលងទៅមើលការដាក់ខាប់ដែរបានដួលកបខ្ចាយទឹកអស់ហើយណាអញ្ចឹងបានន័យថាអ្នកនរគ្នាដូចជាសម្លឹងទៅងាកទៅមើលអតីតកាលរឿងរ៉ាវដែលខកបំណងណាអ្នកនរគ្នាភ្លេចនៅអ្វីដែលចាំបាច់អញ្ចឹងនៅក្នុងនេះគឺវាចង់ឲ្យអ្នកនរគ្នានេះត្រូវមើលរឿងរ៉ាវដែលចាំបាច់នៅក្នុងជីវិតរបស់អ្នកនរគ្នាគឺជាអ្វីគេព្រោះក្នុងពេលនេះគឺជាពេលវេលាមួយដែលអ្នកនរគ្នាត្រូវផ្លាស់ប្ដូរការគិតបន្តដំណើរទៅខាងមុខទៀតមិនមែនជាការដែលងាកទៅមើលរឿងរ៉ាវខាងក្រោយទេណាអញ្ចឹងអ្វីដែលអាចនឹងមកដល់គឺអ្នកនរគ្នាផ្លាស់ប្ដូរការគិតហើយចាប់យកអ្វីដែលសំខាន់នៅក្នុងជីវិតដែលអាចឲ្យអ្នកនរគ្នាផ្លាស់ប្ដូរឬក៏មានដំណោះស្រាយផ្សេងៗនៅក្នុងជីវិតណាកាតនេះបើសួរថាតើវាអាចទៅរួចអត់ yes កាតគឺវាមាន yes ពីរដងហើយណាមិនថារឿងស្នេហាឬក៏អ្វីទេគឺអ្នកនរគ្នានៅតែអាចមានឱកាសនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹង Taurus Virgo Capricorn ក៏ដូចជា Cancer Scorpio Pisces Cancer Scorpio Pisces ណាអ្វីអ្នកនរគ្នាត្រូវចេះក្តាប់យកពេលវេលាដ៏ល្អៗសម្រាប់ខ្លួនឯងណាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសដែលនឹងអាចទទួលបានទេណានៅពេលដែលឱកាសដែលសមស្របមកដល់អ្នកនរគ្នាត្រូវហ៊ានបលែងដៃពីអតីតកាលហើយចាប់យកអ្វីមួយនៅក្នុង
ពីអនាគតដូចជាក្នុងនេះអញ្ចឹងណាអ្នកទាំងអស់គ្នាដូចជាណាកាតនេះមើលកាតនេះអញ្ចឹងណាតាមពិតនៅក្នុងនេះគឺស្ត្រីម្នាក់ Queen គាត់កំពុងតែអង្គុយសម្លឹងខាប់អញ្ចឹងរឿងរ៉ាវដែលគាត់ឆ្លងកាត់គាត់បានគិតត្រឡប់ទៅវិញនេះគិតត្រឡប់ថាអូក្នុងពេលដែលគាត់កំពុងសោកសៅតាមពិតហ្នឹងគូជីវិតនេះគឺក្នុងគណៈពេលមួយដែលស្ដុកស្ដាំហើយជោគជ័យហើយអង្គុយលើរាជបល្ល័ង្កហើយណាប៉ុន្តែបានរំលឹកគាត់ទៅអតីតកាលថាជីវិតគាត់គឺបានឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយណារីឯក្នុងនេះវិញគឺដល់ពេលវេលាដែលសម្រាប់ចិត្តធ្វើអ្វីមួយអាចថាអ្នកមួយចំនួនសម្រាប់ចិត្តចង់ចាក់ចេញទៅកន្លែងណាមួយទីដែលឆ្ងាយអាចថាគិតទៅលើហានិភ័យគ្រប់យ៉ាងដែលនឹងអាចកើតមានជំនាញខ្លួនដូច្នេះហើយអ្នកនរគ្នានឹងធ្វើការសម្រេចចិត្តដោយផ្ចិតផ្ចង់ទៅលើរឿងដែលត្រូវធ្វើអញ្ចឹងណាសម្រាប់ក្រុមទី1ណានៅក្នុងនេះគឺការដែល yes ហ្នឹងគឺវាច្រើនកាសកាតនេះក៏ជាការដែល yes ដែរណាទាំងស្នេហាទាំងការងារថ្ងៃក្រោយគឺនឹងទទួលបាននៅអ្វីមួយដែលល្អប្រសិនបើអ្នកនរគ្នាបន្តដាប់ខ្លួនឯងបន្តរៀនជំនាញណាចាប់យកតែអ្វីដែលសំខាន់វាពាក់ព័ន្ធជាមួយនឹងការមកដល់នៅអារម្មណ៍ថ្មីណាពិសេសអាចថាដល់ពេលវេលាដែលអ្នកនរយកចិត្តទុកដាក់ទៅលើតពីខាងក្នុងខ្លួនឬក៏តំណែងនឹងក្តីស្រឡាញ់ដែលនឹងមកដល់ណានៅក្នុងនេះវាប្រៀបដូចជាអ្នកនរគ្នាដល់ពេលជាមនុស្សដែលព្យាបាលផ្លូវចិត្តដល់គេហើយក៏អ្នកនរគ្នានឹងទទួលបាននៅអារម្មណ៍ថ្មីស្រឡាងអាចថាជាស្នេហាដែលចាស់ទុំនៅក្នុងនេះជាស្នេហាដែលចាស់ទុំការដែលមកដល់គឺស័ក្តិសឹងតែ yes ទាំងអស់ទោះបីជាអ្នកនរគ្នាមានជំរឿនជាច្រើនដែលត្រូវគិតត្រូវសម្រេចចិត្តក៏ដោយប៉ុន្តែអ្វីដែលគួរធ្វើគឺជ្រើសរើសយកតែអ្វីដែលចាំបាច់អាចថាជំរឿនទាំងស្នេហាទាំងការងារដែលអ្នកនរត្រូវគិតប៉ុន្តែអ្នកទាំងអស់នេះគឺគេឃើញថាអ្នកទាំងអស់នេះជាមនុស្សដែលចាស់ទុំក្រុមទី1ណាអញ្ចឹងប្រសិនមកក្នុងគណៈពេលនេះមានរឿងអ្វីក៏ដោយគឺត្រូវចេះទម្លាក់កំហឹងចុះអត់ធ្មត់ណាត្រូវរៀនអត់ធ្មត់ឲ្យបានច្រើនសម្រាប់ឆ្នាំថ្មីដោយសារភាគច្រើននៅក្នុងឆ្នាំថ្មីនេះគឺវាធិតភ្លើងណាអញ្ចឹងមនុស្សអាចនឹងឈឺឆាយច្រើនណាប៉ុន្តែខ្ញុំឃើញថាដោយសារអ្នកទាំងអស់គ្នាគឺមានការនេះនៅក្នុងសប្តាហ៍ទី1សប្តាហ៍ទី2នៃខែទី1នេះអាចថាអារម្មណ៍ល្អនឹងមកដល់ណាអ្នកទាំងអស់គ្នាអាចចាប់អារម្មណ៍យល់ឃើញដឹងខ្លួនភ្ញាក់ខ្លួនថាអូតាមពិតទៅក្តីស្រឡាញ់គឺវាមិនមែនបានមកពីមនុស្សឯណាឆ្ងាយទេគឺបានចេញពីខ្លួនយើងខាងក្នុងអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងភ្ញាក់រលឹកចាប់អារម្មណ៍ថាអូខ្ញុំដល់ពេលវេលាដែលត្រូវព្យាបាលផ្លូវចិត្តដោយខ្លួនឯងហើយខ្ញុំអត់រងចាំនរណាម្នាក់ដល់មកបញ្ជាឬក៏ប្រាប់ឬក៏មកលងលោមខ្ញុំទៅខ្ញុំអាចព្យាបាលផ្លូវចិត្តខ្លួនឯងបានទេគឺបែបឆ្នាំដូច្នេះឯងណាអញ្ចឹងវានៅក្នុងនេះគឺសុទ្ធសឹងជានិមិត្តសញ្ញាដែលនឹងមកដល់ហើយឲ្យអ្នកទាំងអស់នេះចេះរៀនគ្រប់គ្រងផ្ដោតទៅលើតែអ្វីដែលចាំបាច់ទេណាផ្ដោតទៅលើបច្ចុប្បន្ននេះអ្វីដែលសំខាន់បំផុតគឺផ្ដោតទៅលើបច្ចុប្បន្នណាផ្ដោតទៅលើតែការគ្រប់គ្រងពេលវេលាណាទៅលើអ្វីដែលចាំបាច់ដែលត្រូវចាប់យកណាហើយរាល់ការដែលឆ្លើយតបទាំងអស់នេះគឺ yes ការសម្រាប់ក្រុមទី1ណាបើអ្នកនរគ្នារៀន control ខ្លួនឯងបានគ្រប់យ៉ាងគឺល្អខ្លាំងមែនទែនណាហើយចាក់ចេញពីអតីតកាលខ្ញុំមានអារម្មណ៍របស់មនុស្សម្នាក់ដែលអ្នកនរគ្នាកំពុងតែខ្លាំងខ្លែងចង់ជ្រើសរើសអ្នកណានឹងចង់ដឹងមើលថាតើអារម្មណ៍គេបែបណាដែរព្រោះនៅក្នុងនេះឃើញអ្នកនរគ្នាខ្លាំងខ្លែងក្នុងការជ្រើសរើសគេអញ្ចឹងខ្ញុំចង់ដឹងមើលដោយសារអ្នកនរគ្នាមួយចំនួនគឺជាមនុស្សខ្ញុំហ៊ាននិយាយថាក្រុមទី1ជាមនុស្សដែលឆ្លងកាត់ការខកចិត្តណាវ៉ាវមានមនុស្សដែលនឹកដល់អ្នកនរគ្នាដោយសារតែការបែកបាក់គឺ separation sadness missing you thinking about you ណាយកនេះបានថាមនុស្សម្នាក់នេះគឺ misfortune ចង់និយាយថាមនុស្សម្នាក់នេះគឺជាមនុស្សម្នាក់ដែលមិនច្បាស់ពីអនាគតថានឹងមករកអ្នកទាំងអស់គ្នាឬក៏អត់ប៉ុន្តែគាត់ថាឥឡូវនេះគឺគេសោកស្ដាយគេហាក់បីដូចជានៅទីតាំងមួយដែលឆ្ងាយសម្រាប់ក្រុមទី1អូហើយក៏មានមនុស្សជាច្រើនដែលចាប់អារម្មណ៍នឹងអ្នកទាំងអស់គ្នាពិសេសគឺការសន្ទនាគេចង់ចូលមកមានមនុស្សដែលរងចាំសារអាចថារងចាំសាររងចាំការខលពីអ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នានឹងរងចាំសារពីគេផងក៏ថាបានដែរសម្រាប់ក្រុមទី1គឺមានមនុស្សដែលកំពុងតែចង់និយាយកំពុងតែចង់មករកអ្នកទាំងអស់គ្នាវ៉ាវ
អាចថាមានគេចង់ផ្ដល់ដំណឹងឲ្យអញ្ចឹងហើយទើបអ្នកទាំងអស់គ្នានេះពិបាកក្នុងការសម្រេចចិត្តអាចថារវាងអ្នកចាស់ហើយនិងអ្នកថ្មីសម្រាប់ក្រុមទី1ណាអ្នកទាំងអស់គ្នាពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរវាងមនុស្ស2នាក់អញ្ចឹងអ្វីគឺស្ថិតនៅក្នុងដៃរបស់អ្នកទាំងអស់គ្នាណាស្ថិតនៅក្នុងដៃរបស់អ្នកទាំងអស់គ្នាហើយកុំឆាវឆាវគិតមួយព្រោះអីគឺនៅក្នុងនេះគឺឲ្យអ្នកទាំងអស់គ្នាណារូនខាតគឺជាស័ក្តិសិទ្ធិបំផុតណាឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺត្រូវរក្សា balance ផ្លូវចិត្តត្រូវគិតឲ្យច្បាស់រក្សាលំនឹងកុំឆាវឆាវអត់ធ្មត់ព្រោះអីជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវរក្សាភ្លើងណាជាពេលវេលាដែលត្រូវរក្សាភ្លើងកុំឲ្យឆាប់ឆេះខ្លាំងកុំឲ្យឆេះឬក៏កុំឲ្យរលត់ណាជាពេលវេលាដែលចាំបាច់បំផុតណាហើយមានមនុស្សដែលចង់បញ្ញាចិត្តចូលមកជាប់ពាក្យដៃគូជីវិតណាដែលមកបំពេញអត្ថន័យឲ្យគ្នាណាក្រុមទី1អាចថាអ្នកទាំងគ្នាកំពុងតែគិតចំពោះមនុស្សដែលក្នុងអតីតកាលណានេះអញ្ចឹងហើយអ្នកទាំងគ្នាអត់ព្រមមើលខាត់នេះអ្វីដែលមាននៅជុំវិញខ្លួននេះអាចថាអ្នកទាំងគ្នាគឺនៅខ្លងខ្លែងអត់ព្រមមើលណាសម្រាប់ក្រុមទី1ណាគិតដល់អ្នកចាស់ផងហើយព្យាយាមខ្លងខ្លាយរវាងអ្នកចាស់និងអ្នកថ្មីប៉ុន្តែអ្នកថ្មីគេចូលមកគឺគេចង់បញ្ញាចិត្តប៉ុន្តែបើអ្នកចាស់គឺគេអត់ច្បាស់លាស់នៅក្នុងអនាគតជាមួយទេណាក្នុងពេលនេះគឺមានមនុស្សចង់និយាយជាមួយអ្នកទាំងគ្នាគេចាប់អារម្មណ៍គេរងចាំចម្លើយចង់ផ្ដាក់ផ្ញើសារចង់មករកអ្នកទាំងគ្នាចង់ខលអ្វីគឺចង់មានពេលវេលា special ជាមួយអ្នកទាំងគ្នាគឺចង់ភ្ជាប់ពាក្យបញ្ញាចិត្តចូលមកក្នុងជីវិតហើយបំពេញអត្ថន័យនៃជីវិតឲ្យអ្នកទាំងគ្នាណាអូខេអញ្ចឹងខ្ញុំអត់និយាយសម្រាប់ក្រុមទី1យើងចូលទៅក្រុមទី2ណាក្រុមទី2អូខេក្រុមទី2កាតអ្វីដែរវ៉ាវក្រុមទី2កាតនេះគឺល្អខ្លាំងមែនតើណាដល់ពេលវេលាដែលព្យាបាលអ្នកទាំងគ្នាក្រុមទី2អាចថាអ្នកទាំងគ្នាដូចជាដល់ពេលដែលលូតលាស់ហើយដល់ពេលដែលលូតលាស់ហើយបន្តដំណើរនៅក្នុងនេះគឺវាជានិមិត្តសញ្ញាដែលនិយាយរួមគឺដូចជាប្រមូលផលសម្រាប់អ្នកទាំងអស់គ្នាដល់ពេលវេលាដែលប្រមូលផលនៅក្នុងនេះសម្រាប់ room cards ណាគឺដូចជាទទួលបាននូវភាពស្ដុកស្ដាំឬក៏ទទួលបានការឲ្យតម្លៃពីមនុស្សជុំវិញគ្រួសារអ្នកខ្លះអាចទទួលបាននៅដូចជាទ្រព្យសម្បត្តិមរតកតែវាអត់មានចម្លើយអ្វីទេអ្នកខ្លះមួយចង់និយាយថាទទួលសុកទទួលបានដោយ surprise អ្នកទាំងអស់គ្នាតែម្ដងក្រុមទី2អាចថារឿងដែលកាត់ឡើងអ្នកទាំងអស់គ្នាថាសឹងថាមិនជឿខ្លួនឯងដូចជាអ្នកទាំងអស់គ្នានឹងទទួលបានពរពីព្រះជាម្ចាស់អញ្ចឹងគឺចាប់ដើម new start តែម្ដងអាចថានៅក្នុងផ្ទះនៅក្នុងក្រុមគ្រួសារដូចជាមានសុវត្ថិភាពណាអ្នកខ្លះអាចថាកំពុងតែចាប់ដើមដំណើរថ្មីនៃជីវិតអ្នកខ្លះអាចថាមានកូនបើនិយាយឲ្យអក្រក់ស្ដាប់មាន baby ណាអាចថាមាន baby មានរឿងអាប់កំបាំងជាច្រើនដែរនឹងម្ដងសម្រាប់ក្រុមទី2នៅក្នុងនេះវាអ្នកនរគ្នានឹងទទួលបាននៅអ្វីដែលនឹងមកដល់គឺធម្មពលដែលកំពុងតែរងចាំអ្នកនរគ្នាវាជាធម្មពលដែលបំរុងទុកសម្រាប់អ្នកនរគ្នាអញ្ចឹងណានេះគឺក្រុមទី2គឺល្អខ្លាំងមែនតើនេះគឺខ្ញុំគ្រាន់តែមើលឃើញនៅក្នុងកាតនេះអញ្ចឹងបន្តិចទៀតខ្ញុំនឹងបកកាតពាក់ព័ន្ធជាមួយនឹងថារ៉ុតកាតនេះគឺជារូនខាតហើយអញ្ចឹងចាំមើលតើរូនខាតហ្នឹងវារូនខាតហើយនឹងថារ៉ុតកាតវានិយាយដូចគ្នាដែរឬអត់ណាអញ្ចឹងបើដោយក្រុមទី1មុននេះគឺវានិយាយដូចគ្នាណាដោយសារក្រុមទី1គឺមានធម្មពលរក្សាការពារភ្លើងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាដល់ពេលដែរយកធម្មពលដែលបំរុងទុកយកមកវិវត្តវាឲ្យប្រសើរឡើងហើយប្រើប្រាស់វាណាអញ្ចឹងអាចថានៅក្នុងនេះវាជានិមិត្តសញ្ញាមួយពាក់ព័ន្ធជាមួយនឹងដំណើរនៃការចាប់ផ្ដើមអាចថាអ្នកទាំងអស់គ្នាចាប់ផ្ដើមនៅក្នុងនេះគឺទាំងស្នេហាទាំងការងារអ្នកខ្លះអាចថាតំណែងថ្មីអ្នកខ្លះអាចថានឹងមាន baby ដែលខ្ញុំនិយាយថាវាអាចនឹងមាន baby អ្នកខ្លះអាចថានឹងមាន baby ចូលមកក្នុងជីវិតឬបើមិនមាន baby ទេគឺតំណែងស្នេហាថ្មីអ្នកនឹងពាក់ព័ន្ធជាមួយនឹងជីវិតស្នេហាអ្នកទាំងអស់គ្នាវ៉ាវដំណើរនៃការចាប់ផ្ដើមអ្នកទាំងអស់គ្នាវ៉ាវចាស់តិចទៀតវាដល់ពេលវេលាដែរអ្នកទាំងអស់គ្នានឹងទទួលបានណាក្រុមទី2គឺល្អខ្លាំងមែនតើដូចខ្ញុំនិយាយចឹងអាចថាអ្នកខ្លះកំពុងតែនឹងទទួលបាននៅមរតកឬក៏រង្វាន់ពីព្រះជាម្ចាស់អាចថាពីបុព្វបុរសពីដូនតាឬក៏អ្នកទាំងគ្នាមានធម៌ពលទាំងអស់ក្នុងការពារក្រុមទី2
នៅក្នុងសប្តាហ៍ទី1ដល់សប្តាហ៍ទី2នៃខែថ្មីនេះឆ្នាំថ្មីនេះណាខែ1ហ្នឹងអញ្ចឹងវាមានរឿងរ៉ាវល្អៗជាច្រើនដែលនឹងចូលមកក្នុងជីវិតណាអញ្ចឹងត្រូវចេះចាប់យកវាឲ្យបានពេលខ្លះឱកាសមិនមែនចេះតែមកទេវាអាស្រ័យលើយើងថាតើយើងអាចឆក់បានពេលណាខ្លះណានៅក្នុងនេះឃើញថាធម្មពលដូចជាធម្មពលបំរុងរបស់អ្នកនរគ្នាណានោះមានទាំងព្រះអាទិត្យសុភមង្គលដំណើរដែលខ្ញុំនិយាយមកនេះគឺថាមានការចាប់ដើមដំណើរនៃការចាប់ដើមណាដំណើរនៃការចាប់ដើមណាអ្នកនរគ្នាដូចជាមានគោលដៅចង់ធ្វើដំណើរទៅកន្លែងណាមួយណាវាពាក់ព័ន្ធជាមួយនឹងហើយបើនិយាយចំគឺកាតនេះនៅក្នុងថតកាតនេះជាកាតទី78វាមានគុំដល់លេខ7និងលេខ8គឺដំណើរណាពាក់ព័ន្ធជាមួយនឹងដំណើរអាចថាអ្នកនរគ្នាអ្វីដែលអ្នកនរគ្នាកំពុងតែរំចាំណាវាដល់ពេលវេលាដែលអ្នកនរគ្នានឹងទទួលបានណាហើយភាពជឿជាក់អ្នកនរគ្នាក្នុងពេលនេះគឺដូចជាមានភាពជឿជាក់ខ្លាំងអ្វីក៏ដោយនៅពេលដែលមកពាំងផ្លូវរបស់អ្នកនរគ្នាថាអូខ្ញុំត្រូវតែជំនះបានណាអ្នកនរគ្នាឈរនៅចំហរបស់ខ្លួនឯងគឺត្រៀមខ្លួនរួចជាស្រេចសម្រាប់ក្នុងការចាប់ដើមធ្វើអ្វីមួយឬក៏ទប់ទល់ទៅនឹងអ្វីមួយដែលនឹងមកដល់ប៉ុន្តែណាអ្វីវាមកដល់គឺដោយសារអីអាចថាអ្នកនរគ្នាជាមនុស្សដែលមានភាពវៃឆ្លាតជាមនុស្សដែលចូលចិត្ត challenge នៅអ្វីមួយដែលថ្មីគឺអ្នកនរគ្នាត្រៀមខ្លួនរួចជាស្រេចណាមានកំណត់ថ្មីមានឱកាសថ្មីអ្នកនរគ្នាដូចជាមើលឃើញឱកាសនឹងរួចហើយណាឱកាសអ្នកនរគ្នាដូចជារងចាំមើលណាដំណើរដែរមកដល់អាចថានៅក្នុងពេលនេះមានរឿងអ្វីក៏ដោយគឺអ្នកនរគ្នាប្រើភាពវៃឆ្លាតដើម្បីសន្ទនាណាដើម្បីបង្កើនលទ្ធភាពនៅក្នុងការពង្រីកវិសាលភាពរបស់ខ្លួនឯងនៅក្នុងសង្គមណារីឯកាតនេះវិញគឺវាតំណាងឲ្យសុភមង្គលណាគឺល្អខ្លាំងមែនតើនៅក្នុងនេះគឺវាមកចរខាគឺវាពាក់ព័ន្ធជាមួយនឹង The Sun នេះគឺនៅក្នុងមកចរខាអាខារខាគឺពាក់ព័ន្ធជាមួយនឹងក្តីសុខក្តីសង្ឃឹមជោគជ័យថ្មីណាក្តីសង្ឃឹមជោគជ័យថ្មីដែលនឹងមកដល់អាចថាក្នុងរយៈពេល2សប្តាហ៍នេះគឺអ្នកនរគ្នានឹងទទួលបាននៅអារម្មណ៍ថាក្តីសុខដោយសារ The Sun នេះគឺវាពាក់ព័ន្ធជាមួយនឹងភាពភ្លើងដែរមាន Aries Leo Sagittarius ណាភាពភ្លើងនៅក្នុងឱកាសភាពភ្លើងទៀតអញ្ចឹងភាពរីករាយក្តីសុខអ្វីដែលនឹងលេចចេញមកដល់គឺវាពាក់ព័ន្ធជាមួយនឹងភាពជោគជ័យណារបស់អ្នកនរគ្នានៅក្នុងនេះគឺជាអាចថាវាជាកាតមួយដែលពាក់ព័ន្ធជាមួយនឹងThe Sun ស្អីខ្ញុំច្រឡំពាក់ព័ន្ធជាមួយនឹង Gemini Libra Aquarius ច្រឡំ Leo Aries Leo Sagittarius Gemini Libra Aquarius នៅក្នុងនេះគឺអាចថាអ្នកនរគ្នានឹងគឺតារានិករធាតុខ្យល់នៅតែធាតុខ្យល់ទៀតនេះអញ្ចឹងគឺអ្នកនរគ្នាគឺកំពុងតែមានអារម្មណ៍ថាវិជ្ជមានភាពរីករាយភាពកក់ក្ដៅជោគជ័យអ្វីដែលសំខាន់កំពុងតែមកផ្លូវរបស់អ្នកនរគ្នាគឺជោគជ័យណាអញ្ចឹងនៅពេលដែលអ្នកឃើញកាតនេះក្រុមទី2កាតនេះគឺតំណាងឲ្យជោគជ័យសុភមង្គលអត្ថន័យរបស់វាគឺពាក់ព័ន្ធជាមួយនឹងរឿងកក់ក្ដៅចូលដល់សប្តាហ៍ទី1សប្តាហ៍ទី2ក្នុងឆ្នាំថ្មីខែទី1នេះគឺអ្នកនរគ្នាមានអារម្មណ៍ថាអូជីវិតរបស់ខ្លួនឯងវាឡើងខ្ពស់ដដែលសម្រាប់តែរឿងស្នេហាក៏រីករាយក៏ជោគជ័យណាវាជាការតំណាងឲ្យភាពជោគជ័យ yes ណាភាពជោគជ័យហើយអ្នកនរគ្នាដូចជាមានសំណាញ់ចិត្តល្អណាចែករំលែកដល់គេគ្រប់គ្នាគឺអ្នកនរគ្នាជាមនុស្សដែលយុត្តិធម៌ណាជាមនុស្សដែលយុត្តិធម៌ព្រោះនៅក្នុងនេះគឺមានកម្មចិញ្ចឹមណាអ្នកនរគ្នាគឺចែករំលែកមានចិត្តសប្បុរសដល់មនុស្សជុំវិញណាអ្នកនរគ្នាគឺជាមនុស្សដែលចូលចិត្តធ្វើបុណ្យចូលចិត្តផ្ដល់ឲ្យហើយក៏អ្នកនរគ្នាក៏ទទួលបាននៅក្តីសុខនឹងមកវិញដែរណាចែករំលែកនៅទ្រព្យដែលខ្លួនឯងមានចិត្តល្អណាអាចថាសម្រាប់បញ្ហា finance វិញគឺរឿងល្អសម្រាប់អ្នកនរគ្នានៅក្នុងនេះក៏ពាក់ព័ន្ធជាមួយនឹងធាតុដីអាចថា Gemini Libra Aquarius ហើយក៏មាន Taurus Virgo Capricorn ដែរវាតំណាងឲ្យ Six of Pentacles នេះគឺតំណាងឲ្យភាពជោគជ័យរឿងលុយកាក់ណាអញ្ចឹងហើយកាតនេះអ្នកនរគ្នាវាកាតពីរប្រភេទផ្សេងគ្នាមួយជាប្រភេទរូនមួយទៀតជាប្រភេទ Tarot ប៉ុន្តែទទួលបាននៅរង្វាន់ទ្រព្យណាមរតកវាជាការពិតនៅក្នុងកាតនេះ
ដល់ពេលយើងមើលកាតប្រភេទផ្សេងទៀតវាចូលក្នុងតែមួយណាមនុស្សតតែយើងមានឲ្យលេខ6គឺតំណាងឲ្យភាពជោគជ័យពិសេសគឺជោគជ័យរឿងលុយកាក់នឹងតែម្ដងជឿគាត់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដូចជាចែករំលែកមានការចែករំលែកច្រើនមែនតើណាសូម្បីតែក្នុងនេះក៏ដោយមានការផ្ដល់ឲ្យមានឱកាសអាចថាមានមនុស្សចូលមកគេផ្ដល់សារឲ្យអ្នកទាំងអស់គ្នាហើយជាស្នេហាដែលពោពេញទៅដោយភាពផ្អែមល្ហែមណាដោយសារអាចថាមនុស្សចូលមកក្នុងជីវិតហ្នឹងក៏អាចពាក់ព័ន្ធជាមួយនឹង Tauro Virgo Capricorn ឬក៏ Cancer Scorpio Pisces ណានៅក្នុងនេះវាតំណាងឲ្យភាពសុខស្អាតអ្នកនរគ្នាពេលឃើញវីដេអូនេះក្រុមទី2អ្នកដែលជ្រើសក្រុមទី2នេះគឺបែរថាអ្នកនរគ្នាចូលចិត្តផ្ដល់ឲ្យហើយចូលចិត្តយកមកវិញនៅអារម្មណ៍ដែលស្រស់ស្អាតព្រោះអីធម្មជាតិរបស់អ្នកនរគ្នាគឺចូលចិត្តចែករំលែកអ្នកនរគ្នាជាមនុស្សដែលមានទ្រព្យសម្បត្តិអាចថាទុកពេលឥឡូវអត់មានប៉ុន្តែនៅខាងក្នុងរបស់អ្នកនរគ្នាគឺជាមនុស្សដែលមានអានឹងជាប់ខ្លួនរួចហើយណាគឺពណ៌នៃភាពស្អប់ស្ដំណាហើយអ្វីដែលសំខាន់ក្នុងពេលដែលចាស់បន្តិចអ្នកនរគ្នាអាចថាមានសុវត្ថិភាពនៃស្ថិរភាពរឿងលុយកាក់ណាក្រុមទី2អ្វីគឺអ្នកនរគ្នាតែងតែគិតទៅលើ balance លំនឹងភាពស្មើគ្នាឲ្យនឹងទទួលយកដោយសារនេះគឺមានចិញ្ចែងអញ្ចឹងការដែលអ្នកនរគ្នាទទួលយកពីអ្វីពីអ្នកណាម្នាក់បានមួយអ្នកនរគ្នាឲ្យមួយទៅវិញណាបានពីរអ្នកនរគ្នាឲ្យពីរទៅវិញមិនថាទាំងក្តីស្រឡាញ់នឹងនេះទេហើយកាតនេះកាតមានទាំងកាតយុត្តិធម៌ហើយនឹងកាតដែលផ្ដល់ឲ្យអញ្ចឹងវាអាចថាអ្នកមួយចំនួនគឺដល់ពេលវេលាដែលទទួលបាននៅអារម្មណ៍រីករាយដំណើរចាប់ផ្ដើមគឺស្នេហារបស់រស័ក្តិគឺចំណាប់អារម្មណ៍ដូចជាមាន spiritual ចូលមក healing អារម្មណ៍របស់អ្នកនរគ្នាចូលមកព្យាបាលផ្លូវចិត្តណាអញ្ចឹងនៅក្នុងនេះគឺដៃកាន់ត្រខាប់នេះវាដៃកាន់ត្រខាប់នេះគឺវាប្រៀបដូចជាការផ្ដល់ឲ្យណាអ្វីដែលមកដល់គឺតាមលំហនៃធម្មជាតិពិសេសគឺពាក់ព័ន្ធជាមួយនឹងទឹកណាពាក់ព័ន្ធជាមួយនឹងធាតុទឹកដែលគប់ផ្សំជាមួយនឹងនៅក្នុងនេះគឺមានទាំងពពកមកទៀតណាគឺទឹកហើយនឹងពពកចូលមកអញ្ចឹងវាអាចថាបង្ហាញទៅលើការបង្កើតអ្វីដែលពាក់ព័ន្ធជាមួយនឹងថរតកាតណាគឺការផ្ដល់ឲ្យនៅក្នុងនេះនៅក្នុងខាប់មានទឹកហើយនៅក្នុងដៃខាងក្រោយដៃនេះគឺមានពពកទៀតគឺនឹងភ្លៀងគឺមានទឹកទៀតបានថាពោពេញដោយអារម្មណ៍ស្នេហាដ៏បរិសុទ្ធគឺ full love ស្នេហាដ៏ថ្មីស្រឡាងស្រស់ស្អាតហើយអ្វីដែលសំខាន់គឺវាយុត្តិធម៌ស័ក្តិសមហើយដែលអ្នកនរគ្នាទទួលបាននៅក្តីស្រឡាញ់ដ៏យុត្តិធម៌ឬក៏សមនឹងទទួលបានស្នេហាបែបហ្នឹងដោយសារអីនៅក្នុងនេះក៏អញ្ជើញបានថាអ្នកនរគ្នាតែងតែផ្ដល់ឲ្យនៅក្តីស្រឡាញ់ដល់មនុស្សជុំវិញគឺវាប្រៀបដូចជាអ្នកនរគ្នាហ្នឹងយកចិត្តទុកដាក់អត់ចូលចិត្តយកប្រៀបលើនរណាម្នាក់ក្រុមទី2វាប្រៀបដូចជាអ្នកនរគ្នាឲ្យស្មើទទួលស្មើណាអញ្ចឹងវាសមនឹងទទួលបាននៅអ្វីដែលល្អបែបហ្នឹងណាវាជាកាត់នេះគឺជាកាត់ដែលតំណាងឲ្យយុត្តិធម៌អញ្ចឹងវាអាចថានៅពេលដែលអ្នកនរគ្នាផ្ដល់អ្វីឲ្យគេហើយអ្នកនរគ្នានឹងទទួលអត្ថប្រយោជន៍មកវិញដូចគេនិយាយថាកម្មផលបើផ្ដល់អ្វីដែលល្អអ្នកទទួលបានល្អណានេះគឺជាច្បាប់នៃយុត្តិធម៌ឬក៏ច្បាប់នៃចក្រវាលណាសូម្បីតែកាតនេះក៏ពាក់ព័ន្ធជាមួយនឹងធាតុខ្យល់ដែរជាអំណាចនៃប្រាខូរ៉េសអញ្ចឹងសម្រាប់ក្រុមទី2ណារឿងទាំងអស់នេះគឺអស្ចារ្យខ្លាំងមែនទែនអញ្ចឹងខ្ញុំមើលពីអារម្មណ៍របស់គេអ្នកដែលចង់ឲ្យអារម្មណ៍ដែលអ្នកនរគ្នានឹងនេះហ្នឹងវ៉ាវអ្នកនរគ្នាគឺមានមនុស្សចង់ផ្ដល់ឲ្យណាកាតនេះគឺវាចេញមកតែម្ដងណាគឺមានមនុស្សដេញតាមមានមនុស្សតាមអ្នកនរគ្នាជាអ្នកដែលដេញតាមអ្នកនរគ្នានិយាយរួមគឺគេខ្លាចមនុស្សម្នាក់ហ្នឹងខ្លាចអើយខ្លាចអ្នកនរគ្នាបោះបង់ចោលគេណាមនុស្សម្នាក់ហ្នឹងគឺខ្លាចអ្នកនរគ្នាបោះបង់ចោលគេវ៉ាវស្នេហាដំណើរនៃការចាប់បានថ្មីស្រឡាងអារម្មណ៍ណាអញ្ចឹងហើយទៅទទួលបានណាស្នេហាផ្លូវថ្មីនៃជីវិតណាដែលនឹងចូលមកជួបជុំណាអាចថារវាងអ្នកទាំងពីរគឺអូហូយប្រៀបដូចជាកំពុងតែទទួលយកហើយផ្ដោតលើរឿងអ្វីមួយពិសេសគឺស្នេហាភាពផ្អែមល្ហែមនឹងឯដែលនឹងមកដល់អាចថាអ្នកទាំង
ក៏តែងតែគិតដល់គេដែរនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងការគិតរបស់អ្នកនរគ្នាណាហើយអ្វីដែលសំខាន់គឺជាស្នេហាដែលពោពេញទៅដោយភាពសុខស្ដំទៅអ្នកនរគ្នាបើសិនជាគេចូលមកសម្រាប់ក្រុមទី2ដូចខ្ញុំនិយាយចឹងគឺវាពាក់ព័ន្ធជាមួយនឹងការទី1នឹងការតំណាងឲ្យទទួលបាននៅមរតកទៅហើយអញ្ចឹងណាអ្វីដែលមកឃើញនេះគឺមិនមែនជារឿងចៃដន្យទេក្រុមទី2វាគឺជាការមកដល់យ៉ាងពិតប្រាកដណាអ្វីដែលអ្នកចង់បានណាអ្នកទាំងអស់គ្នានឹងទទួលបាននៅដល់ភាពរីករាយណាត្រូវតែរក្សា positive ដូចខ្ញុំនិយាយចឹងខាងនេះគឺ positive អ្នកនរគ្នាជាមនុស្សដែលវិជ្ជមានស្រាប់ចូលចិត្តផ្ដល់ឲ្យណាសម្បីតកាតខាងក្រោមគឺ love call បាន someone express love បែរថានរណាម្នាក់គេនឹងបង្ហាញពីអារម្មណ៍ស្រឡាញ់របស់គេឬក៏សារស្នេហាគេគិតអំពីអ្នកទាំងអស់គ្នាហើយគេចង់ឲ្យអ្នកទាំងអស់គ្នាដឹងវ៉ាវក្រុមទី2គឺល្អខ្លាំងមែនទែនណាមានមនុស្សដែលចង់ផ្ដល់ប្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងពីអារម្មណ៍របស់គេអូខេអញ្ចឹងខ្ញុំអរនិយាយទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាច scroll ទៅលើរំលងមើលវីដេអូមើលក្រុមដែលខ្លួនឯងចង់មើលទៅណាអញ្ចឹងយើងចូលទៅក្រុមទី3ណាក្រុមទី3អ្នកដែលជ្រើសរើសក្រុមទី3នេះណាវ៉ាវណាអ្នកទាំងអស់គ្នាដូចជាក្រុមទី3ពាក់ព័ន្ធជាមួយនឹងកាតនេះណាដល់ពេលដែលបើកណាអាចថាបើកចិត្តបើកកាយព្យាបាលឡើងវិញរស់ឡើងវិញណាអាចថានៅក្នុងនេះបើសិនជានិយាយពាក់ព័ន្ធជាមួយនឹងកាតនេះវិញណាវាអាចថាអ្នកនរមានអាចកំបាំងជាច្រើនណាមានអាចកំបាំងជាច្រើនអ្នកនរគ្នាមួយចំនួនអាចថាជាមានអារម្មណ៍ដូចជាអ្នកដែលចូលចិត្តសិល្បៈឬក៏អ្វីមួយអញ្ចឹងណាហើយអ្នកនរគ្នាចូលចិត្តច្នៃប្រឌិតណាចូលចិត្តបង្កើតអ្វីមួយដែលថ្មីដល់ខ្លួនឯងចូលចិត្តបើសិនជានិយាយពីរឿងទ្រព្យសម្បត្តិវិញគឺក្រុមទី3អ្នកនរគ្នាចូលចិត្តសាងអ្វីមួយដែរដោយដៃខ្លួនឯងគាត់ថាក្រុមទី1អ្នកនរគ្នាគឺជាមនុស្សដែលពោពេញទៅដោយចំណេះដឹងហើយជាមនុស្សដែលចូលចិត្តលើកទឹកចិត្តមានគំនិតជាច្រើនដែលជំរុញបំណុះជំរុញតែម្ដងក្រុមទី3ក្នុងកាតនេះអានេះខ្ញុំមើលឃើញរូនកាតបែបហ្នឹងប៉ុន្តែអត់ទាន់ដល់ពាក់ព័ន្ធជាមួយនឹងត្រាត់កាតទេគាត់ខ្ញុំមើលកាតទី1សិនណាដោយសារខ្ញុំចង់ដឹងថាតើវាយ៉ាងម៉េចហើយនៅក្នុងនេះដូចខ្ញុំនិយាយចឹងគឺអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលកំពុងតែបញ្ចេញពលិពីខាងក្នុងមកដល់ចំណេះដឹងណាឬក៏ដល់ពេលវេលាដែលអ្នកបើកស៊ីលដែលខ្ញុំនិយាយគឺស៊ីលវាប្រៀបដូចជាត្រាដែលបិទនៅចំណេះដឹងរបស់យើងណាដល់ពេលវេលាដែលបង្កើតហើយអ្នកទាំងនេះចូលចិត្តច្នៃប្រឌិតចូលចិត្តធ្វើអ្វីមួយប្លែកខ្ញុំគិតថាអ្នកមួយចំនួនចូលចិត្តធ្វើអ្វីមួយប្លែកខ្ញុំមិនថាចូលចិត្តធ្វើអ្វីមួយប្លែកនឹងស្គូតទេណាចូលចិត្តធ្វើអ្វីមួយប្លែកគឺដើម្បីបង្កើតដើម្បីឃើញសក្តានុពលរបស់ខ្លួនឯងខ្ញុំឃើញបែបហ្នឹងហើយអ្នកទាំងនេះអាចជាដែរក៏ Aquarius ឬក៏ Gemini ឬក៏ Libra ដែលសារវាពាក់ព័ន្ធជាមួយនឹងធាតុខ្យល់ខ្ញុំឃើញនៅក្នុងនេះហើយនៅក្នុងសប្តាហ៍ទី1សប្តាហ៍ទី2នេះអ្នកទាំងនេះដូចជារីករាយនឹងធ្វើសកម្មភាពទាំងអស់នឹងខ្លាំងណាក្រុមទី3វាអាចថាអ្នកទាំងនេះផ្ដោតខ្លាំងទៅលើការធ្វើអ្វីមួយដែលខ្លួនឯងគិតថាវាជាការពិតដែលត្រូវធ្វើគិតថាខ្លួនឯងគឺជាមនុស្សដែលអាចធ្វើវាបានណាសកម្មភាពពោពេញទៅដោយការលើកទឹកចិត្តដល់មនុស្សជុំវិញតែម្ដងណាសម្រាប់ក្រុមទី3អ្នកទាំងគ្នាសម្រាប់ក្រុមទី3ខ្ញុំឃើញភាគច្រើនគឺមានធម្មពលធាតុខ្យល់បាទមានសារពីនរណាម្នាក់នៅឆ្ងាយចូលមកណាមានសារពាក់ព័ន្ធថាអាចថាមនុស្សនេះធ្វើដំណើររឿងយូរអ្នកទាំងគ្នាពី Cancer ស្គប់ចូលPisces ថាបានពាក់ព័ន្ធជាមួយនឹងធម្មពលរបស់តារាកធាតុទឹកណាអ្វីគឺអ្នកទាំងគ្នាដូចជាលែងត្រូវការរឿងរ៉ាវមួយចំនួនណាអ្នកទាំងគ្នាទោះបីជាគេពំនាំសារពាក់ព័ន្ធជាមួយនឹងអារម្មណ៍មកក៏អ្នកទាំងអស់គ្នាក្រុមទី3ដូចជាអត់ចាប់អារម្មណ៍អត់ចង់អ្វីរវល់ទោះមានអ្នកណាចង់ចូលសារភាពស្នេហាគាត់ចង់អាពើអាចថាក្រុមទី3ធ្លាប់ខូចចិត្តដោយសាររឿងស្នេហាមួយចំនួនខ្ញុំឃើញនៅក្នុងនេះក្រុមទី3ធ្លាប់ខូចចិត្តណាធ្លាប់ខូចចិត្តវ៉ាវអាចថាអ្នកទាំងគ្នាចង់ជ្រើសរើសអ្វីមួយទេនៅក្នុងពេលនេះគឺផ្ដោតសំខាន់ទៅលើកិច្ចការខ្លួនឯងត្រូវធ្វើណាហើយ
អ្វីដែលពិសេសគឺម្ដងនេះគឺអ្នកនរគ្នានៅក្នុងនេះគឺផែនដីតំណាងឲ្យ Wheel of Fortune បានថាសំណាងល្អអ្នកនរគ្នាអត់ផ្ដោតទៅលើអ្វីទេគឺអ្នកនរគ្នាជឿជាក់លើខ្លួនឯងកំពុងតែគិតថាខ្លួនឯងគួរតែធ្វើអ្វីផ្ដោតលើកិច្ចការដែលត្រូវធ្វើនេះណាអ្នកនរគ្នាដូចជាអត់សូវរវល់រឿងស្នេហាទេក្រុមទី3ខ្ញុំឃើញថាអ្នកនរគ្នាទោះបីជាមានសារអីមកក៏អត់សូវអើពើអត់ចង់ធ្វើការជ្រើសរើសដោយសារកន្លងមកនៅក្នុងនេះខ្ញុំឃើញវាដូចជាជំរឿសដែលធ្លាប់ជ្រើសរើសរាល់ដងគឺវាអាចខុសក្នុងពេលនេះទោះបីជាមានអ្នកណាម្នាក់ចង់ចូលមកក្នុងជីវិតចង់ផ្ដល់សារចង់ពំមកមិនឲ្យក៏អត់ចង់រវល់ដោយសារខ្លួនឯងអូល្អម្លេះនេះល្អខ្លាំងណាស់ផ្ដល់ទៅលើគោលដៅហើយអ្វីដែលសំខាន់គឺអ្នកទាំងគ្នាដូចជាប្រុងប្រយ័ត្ននឹងមនុស្សជុំវិញខ្លាំងមែនតើអ្នកទាំងគ្នាអត់ចង់ល្វីល្វល់ទេពេលខ្លះអត់ចង់ធ្វើការអត់ចង់អើពើជាមួយមនុស្សចូលមកញ៉ៃញ៉ៃអាចថាដូចខ្ញុំនិយាយហ្នឹងគឺធម្មពលបានអស់ហើយមានពាក់ព័ន្ធជាមួយនឹងភាពខ្យល់ក្រុមទី3នៅក្នុងនេះក៏មាន Cancer Scorpio Pisces ណាមានមនុស្សដែលចូលចិត្តបង្កើតអ្វីមួយដូចអ្នកទាំងគ្នាអញ្ចឹងហើយចូលចិត្តផ្អែមល្ហែមស្រស់ស្អាតជាមនុស្សដែលមានអារម្មណ៍ច្បាស់លាស់ចូលមកប៉ុន្តែអ្នកទាំងគ្នាអត់ចង់អើពើអត់ចង់រវល់ទោះបីជាមនុស្សម្នាក់នឹងអស្ចារ្យឬក៏ស្រស់ស្អាតយ៉ាងណាក៏ដោយគឺអត់ខ្វល់ទោះបីជាអ្នកទាំងគ្នាដឹងចម្លើយក៏ដោយគេចង់សារភាពចេញពីបេះដូងរបស់គេមនុស្សម្នាក់នេះគឺចង់បដ អ្នកទាំងគ្នាប៉ុន្តែអ្នកទាំងគ្នាប្រៀបដូចជាអត់ចង់អើពើពាក់ព័ន្ធជាមួយនឹង Cancer Scorpio Pisces គេដឹងច្បាស់ថាគេក៏ជាមនុស្សដែលចូលចិត្តច្នៃប្រឌិតដូចអ្នកទាំងគ្នាដែរណាហើយអ្វីដែលគេមកនេះគឺដូចជាមនុស្សម្នាក់មកបុះមកជំរុញណាជីវិតរបស់អ្នកទាំងគ្នាឲ្យ active ឡើងឲ្យរស់រវើកឡើងណាមនុស្សម្នាក់នេះគឺជាមនុស្សដែលស្រស់ស្អាតមនុស្សដែលមានភាពវៃឆ្លាតណាជាមនុស្សស្រឡាញ់ពុកពេញដល់ក្តីស្រឡាញ់ណាតែអ្នកទាំងគ្នាគឺដូចជាអត់ចង់អើពើដោយសារការនេះណាអ្នកទាំងគ្នាដូចជាអត់ចង់អើពើទេណាព្រោះឯងធ្លាប់រត់ដងគឺអ្នកទាំងគ្នាច្រើនតែធ្លាប់រីករាយធ្លាប់ពាក់ព័ន្ធជាមួយមនុស្សក្នុងសង្គមច្រើនប៉ុន្តែនៅពេលដែលមនុស្សទាំងអស់នោះអត់សូវផ្ដល់តម្លៃឲ្យអ្នកទាំងគ្នាប្រៀបដូចជាមនុស្សម្នាក់ដូចគេទុកចោលមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេទុកចោលអញ្ចឹងតំណែងមិត្តភក្តិក៏ដោយអញ្ចឹងហើយអ្នកទាំងគ្នាមានអារម្មណ៍ថាអត់ចង់រវល់ជាមួយមិត្តភក្តិឬក៏មនុស្សស្នេហាមនុស្សដែលយកប្រៀបលើអ្នកទាំងគ្នាអញ្ចឹងណាក្រុមទី3ចំណែកឯកាតនេះគឺកាតនៃសំណាង Wheel of Fortune ឃើញអត់មានភពជុំវិញព្រះច័ន្ទអារម្មណ៍ពោពេញទៅដោយសំណាងល្អបានថាសំណាងល្អរឿងរ៉ាវល្អៗវិលចូលក្នុងជីវិតរបស់អ្នកទាំងគ្នាតាមរយៈការសាងល្អរបស់អ្នកទាំងគ្នាណាសំណាងល្អរបស់អ្នកទាំងគ្នាដល់ចំណុចដែលត្រូវវិលចូលមកដល់អ្នកទាំងគ្នាអញ្ចឹងណាព្រោះអីសំណាងរបស់យើងម្នាក់ៗវាអត់ដូចគ្នាទេតាមឆ្នាំនីមួយៗនៅក្នុងសប្តាហ៍ទី1ទី2អ្នកទាំងគ្នានឹងមានគេផ្ដល់សារដល់ដំណឹងពាក់ព័ន្ធជាមួយស្នេហាអីក៏អ្នកខ្ញុំចង់រវល់ដែរប៉ុន្តែអ្វីដែលសំខាន់គឺដល់ពេលវេលាផ្លាស់ប្ដូរណាដល់ពេលវេលាផ្លាស់ប្ដូរសំណាងល្អរឿងរ៉ាវល្អៗចូលមកក្នុងជីវិតណាហើយជីវិតរបស់អ្នកឲ្យធ្លាប់ធ្លាក់ចុះមិនអត់ទេគឺធ្លាប់ធ្លាក់ចុះធ្លាប់ខកបំណងច្រើនដែរប៉ុន្តែឥឡូវនេះវាដល់ចំណុចដែលវិលចំណុចដែលសំណាងល្អរបស់វាឱកាសអ្នកទាំងគ្នាមានឱកាសច្រើនអញ្ចឹងហើយតែខ្ញុំនិយាយថាឱកាសអ្នកទាំងគ្នានឹងបង្កើតអ្វីមួយថ្មីចាប់អារម្មណ៍ផ្ដោតលើវាខ្លាំងនៅក្នុងសប្តាហ៍ទី1សប្តាហ៍ទី2នេះខែទី1នេះអ្នកទាំងគ្នាផ្ដោតលើវាខ្លាំងណាហើយឆ្ពោះទៅលើគោលដៅអ្នកទាំងគ្នាឥឡូវនេះដូចជាគិតតែម្យ៉ាងដូចថាមិនថាមានអ្នកណាយកអីមកឲ្យអត់ខ្វល់ធ្លាប់ពួកមនុស្សជុំវិញមិត្តភក្តិឬក៏មនុស្សដែលខ្លួនឯងស្រឡាញ់នឹងយកប្រៀបលើអញ្ចឹងអ្នកទាំងគ្នាចង់រវល់អ្វីដែលសំខាន់អ្នកទាំងគ្នាចង់ឆ្ពោះទៅគោលដៅខ្លួនឯងបានគូសទុកសំខាន់បំផុតណាអ្នកទាំងគ្នាជាមនុស្សដែលឯករាជ្យអញ្ចឹងនៅក្នុងនេះគឺការដែលកាន់ដាវហើយដៃដាក់ទៅគោលដៅខាងមុខអង្គុយលើរទេះនេះប្រៀបដូចជាអ្នកទាំងអស់គ្នាអត់ខ្វល់រឿងជុំវិញទេណាអ្វីដែលត្រូវធ្វើគឺត្រូវឆ្ពោះទៅគោលដៅខាងមុខណាបើចង់និយាយអីគឺនិយាយត្រង់អ្នកទាំងគ្នាជាមនុស្សដែលត្រង់ណាអត់ចេះចិត្តពវៀងអ្នកទាំងគ្នាចូលចិត្តមើលរឿងរ៉ាវជុំវិញរួចហើយ
ធ្វើការពិចារណារួចហើយកំណត់ថាអ្វីមួយដែលគួរចាប់យកអ្វីមួយដែលគួរបាត់បង់ដូចនឹងឯងណាអញ្ចឹងហើយអ្នកនរគ្នាជាមនុស្សដែលអត់សូវត្រូវគេទេសម្រាប់ក្រុមទី3រីឯ The Star នេះវិញក៏ដូចគ្នានេះវាចែកដល់នេះ The Star នេះ The Star ហើយ The Wheel of Fortune នេះបានថាសំណាងល្អរបស់ក្រុមទី3គឺសំណាងល្អខ្លាំងមែនទែនណាក្តីសង្ឃឹមហើយគឺថានិស្ស័យក៏បំណងនៃព្រះជាម្ចាស់ចូលមកព្យាបាលរបួសផ្លូវចិត្តហើយធ្វើឲ្យតំណែងរបស់អ្នកនរគ្នានឹងប្រសើរឡើងជាមួយនរណាម្នាក់ណានៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងគោលដៅរយៈពេលវែងណាវាអាចថានៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងធាតុទឹកទៀតនៅក្នុងនេះគឺ The Star នេះវាពាក់ព័ន្ធជាមួយនឹងខ្យល់តែប៉ុន្តែនៅក្នុងនេះវាបង្កប់ដោយអារម្មណ៍នៃក្តីសុខអារម្មណ៍នៃក្តីសង្ឃឹមអញ្ចឹងវាក៏មានលំហូរនៃធាតុទឹកចូលណាហុំព័ទ្ធដោយធាតុទឹកបើថានៅក្នុងនេះ The Star នៅកណ្ដាលប៉ុន្តែភពជុំវិញនេះរង្វង់ប្រៀបដូចជាចំណិតលោកខែនេះប្រៀបដូចជាអារម្មណ៍ដែលត្រូវបានព្យាបាលណាអញ្ចឹងអ្នកនរគ្នាដូចជាទទួលបានការចង្អុលបង្ហាញពី spiritual ណាវាកាតនេះគឺបង្ហាញពីតំណែងរវាងអ្នកនរគ្នាហើយនឹងចក្រវាឡក្រុមទី3គឺវាល្អខ្លាំងនៅពេលដែលអ្នកនរគ្នាផ្ដោតលើគោលដៅខ្ញុំគិតថាអ្នកនរគ្នាជាមនុស្សម្នាក់ដែលអត់សូវខ្វល់ពីមនុស្សជុំវិញទេលែងខ្វល់លែងរវល់ពីអារម្មណ៍នរណាម្នាក់ក្រៅពីអារម្មណ៍របស់ខ្លួនឯងវាប្រៀបដូចជាវាអត់មានរឿងអីដែលអ្នកនរគ្នាត្រូវយកចិត្តមនុស្សទាំងអស់នោះទេអ្នកនរគ្នាក៏ជាមនុស្សម្នាក់ដែលគួរតែស្រឡាញ់ខ្លួនឯងមិនថាកំណត់របស់គេគ្រប់យ៉ាងគឺសុទ្ធតែត្រូវដូចខ្ញុំទេអញ្ចឹងខ្ញុំធ្លាប់គាំទ្រពួកអ្នកឯងហើយអញ្ចឹងខ្ញុំលែងរវល់ខ្ញុំអ្នកនរគ្នារបៀបដូចថាផ្ដល់តម្លៃខ្លួនឯងដកខ្លួនចេញពីសង្គមមួយដែលមិនបានផ្ដល់តម្លៃឲ្យអ្នកនរគ្នាប្រៀបដូចឆ្នាំឯងអ្នកនរគ្នាមិនសូវអើពើមិនរំជើបរំជួលនៅអារម្មណ៍ក្តីស្រឡាញ់របស់នរណាម្នាក់ពេលខ្លះអញ្ចឹងប៉ុន្តែសំណាងល្អនៅតែរត់មករកអ្នកដែលធ្វើល្អបានល្អណាកុំភ័យនៅក្នុងនេះគឺ The Wheel of Fortune ហើយ The Star គឺវាល្អខ្លាំងមែនតើណាអូខេអញ្ចឹងខ្ញុំអរនិយាយសម្រាប់ក្រុមទី1ក្រុមទី2ក្រុមទី3សូមឲ្យសំណាងល្អទាំងអស់គ្នាណាអរគុណច្រើនបាយបាយ See you